Hello everybody, welcome back to my YouTube channel Top English Sharing បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube channel របស់ខ្ញុំម្ដងទៀត Top English Sharing ហើយថ្ងៃនេះអ្នកទាំងអស់គ្នានឹងរៀនអំពីរបៀបសរសេរអក្សរជីបាទពុម្ពធំ Okay, how to write the uppercase letter G បាទឥឡូវអ្នកទាំងអស់គ្នាមើលរបៀបសរសេរអក្សរ G មានតែពីររបៀបទេអូខេតោះឥឡូវសូមអ្នកទាំងអស់គ្នារៀនសរសេរជាមួយនឹងលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងរបៀបទី1អ្នកទាំងអស់គ្នាទាញពីលើចុះមកក្រោមបែបនេះបាទណាទាញបែបនេះមកបាទនេះរបៀបទី1អូខេអញ្ចឹងរបៀបទី2អ្នកទាំងអស់គ្នាគ្រាន់តែទាញវាទៅខាងឆ្វេងឲ្យត្រង់ទៅជាការស្រេចអូខេតោះឥឡូវសូមម្ដងទៀតបាទនេះគឺជារបៀបទី1អូខេបាទហើយរបៀបទី2អ្នកទាំងអស់គ្នាទាញវាចូលមកក្នុងមកឬក៏ទាញមកឆ្វេងឲ្យត្រង់ជាការស្រេចអូខេនេះគឺជារបៀបសរសេរអក្សរ G ឬក៏អ្នកទាំងអស់គ្នាអាចមើលនៅក្នុងរូបភាពក៏បានបាទអញ្ចឹងរបៀបសរសេរអក្សរ G មានតែប៉ុណ្ណឹងអត់មានពិបាកទេបងប្អូនអាចរៀនសរសេរដោយខ្លួនឯងបានអូខេតោះឥឡូវយើងបន្តចូលទៅដល់ពាក្យណាបងប្អូនត្រូវរៀនពាក្យមួយចំនួនដែលសរសេរផ្ដើមឡើងដោយអក្សរ G បាទអញ្ចឹងមុននឹងបន្តសូមឲ្យបងប្អូនជួយចុចពាក្យ subscribe like ហើយនិង share នៅវីដេអូនេះផងប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍អូខេតោះឥឡូវយើងចូលទៅដល់ពាក្យដែលផ្ដើមឡើងដោយអក្សរ G បាទទាំងអស់គ្នានេះគឺជាពាក្យដែលផ្ដើមឡើងដោយអក្សរ G Okay, words begin with the letter G អូខេអញ្ចឹងបន្ទាប់ពីបងប្អូនឬក៏អ្នកទាំងអស់គ្នារៀនអំពីរបៀបសរសេរអក្សរ G ដែលមានពីររបៀបនេះហើយឥឡូវអ្នកទាំងអស់គ្នាមករៀនពាក្យចំនួន3ដែលអ្នកទាំងអស់គ្នាត្រូវសរសេរផ្ដើមឡើងដោយអក្សរ G ពាក្យទី1នោះគឺ goat បាទ goat ឥឡូវអ្នកទាំងអស់គ្នាមើលរូបភាពស្គាល់ទេតែអ្នកទាំងអស់គ្នាឃើញថា goat ហ្នឹងជាសត្វអ្វីដែរអ្នកទាំងអស់គ្នាបាទ goat គឺជាសត្វពពែអូខេ goat បាទអញ្ចឹងបងប្អូនអាចកត់ពាក្យហ្នឹងរៀនហើយបកប្រែខ្លួនឯងផងអញ្ចឹង goat ប្រែថាសត្វពពែអូខេពាក្យទី2គឺ giraffe បាទ giraffe បាទ giraffe នេះអ្នកទាំងអស់គ្នាស្គាល់ទេនេះ giraffe បាទនៅក្នុងរូបភាពនេះបាទ giraffe ហ្នឹងគឺសត្វកវែងបាទអញ្ចឹងពាក្យវាផ្ដើមឡើងដោយអក្សរ G ទី1គឺ goat ទី2 giraffe បាទអញ្ចឹងពាក្យទី3នេះលោកគ្រូសង្ឃឹមថាបងប្អូនប្រកាសជាចេះគ្រប់គ្នាហើយគឺ girl បាទ girl ហ្នឹងបងប្អូនបកថាក្មេងស្រីបាទក្មេងស្រីបាទបងអាចឃើញរូបភាពនៅក្នុងនៅក្នុងវីដេអូរបស់បងនេះហើយអូខេអញ្ចឹងនេះហើយគឺជាពាក្យទាំង3ដែលចាប់ផ្ដើមឡើងដោយអក្សរ G ពាក្យទី1គឺ goat សត្វពពែពាក្យទី2 giraffe សត្វកវែងហើយនិងពាក្យទី3គឺ girl បាទក្មេងស្រីអូខេអញ្ចឹងវីដេអូយើងនៅក្នុងមេរៀននេះមានតែប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានតាមដានទស្សនានៅវីដេអូមួយនេះអូខេអញ្ចឹងសូមជួបគ្នានៅវីដេអូក្រោយមួយទៀតដែលយើងនឹងរៀនអំពីរបៀបសរសេរអក្សរ H ពុម្ពធំម្ដងបាទ Goodbye